សួស្តីបងប្អូនទាំងអស់គ្នានេះផ្លូវដែលខ្ញុំទៅផឹកកាហ្វេនៅក្រៅអភិរង្គរនៅតាមមាត់ស្ទឹងយើងហ្នឹងឯងដែលខ្ញុំទៅនេះគឺថ្ងៃសៅរ៍អ្នកនរគ្នាមនុស្សច្រើនខ្លាំងមែនតើជីមើលចូលឡើងទៅសំណាងឃើញកន្លែងនេះមកកន្លែងដែរតំណងដែរអញ្ចឹងក៏ចូលញ៉ាំកាហ្វេនៅកន្លែងគាត់ហ្មងទៅនៅជួរមាត់ស្ទឹងហ្នឹងកន្លែងលក់កាហ្វេមិនមែនមានតែមកកន្លែងហ្នឹងទេអ្នកនរគ្នាមាន2 3កន្លែងហើយកន្លែងដែលខ្ញុំចូលនេះឈ្មោះថា BK Cafe មនុស្សមានដូចអ្នកនរគ្នាឃើញមុនហ្នឹងអញ្ចឹងនៅតាមមាត់ស្ទឹងហ្នឹងគឺភាគច្រើនអញ្ចឹងអ្នកនរគ្នាគេដាក់តែមកតុកអញ្ចឹងឯងកន្លែងខ្លះក៏ slow bar កន្លែងខ្លះទៅក៏មានម៉ាស៊ីនឆុងកាហ្វេអីបែបសាមញ្ញហើយខ្ញុំបានកំងកាហ្វេពីគាត់មួយកែវជាមួយនឹង passion ទឹកដោះគោមួយកែវ passion នេះគឺគាត់ធ្វើពី passion ស្រស់ៗឲ្យយើងហ្មងអត់ប្រើ passion ដបទេអ្នកនរគ្នាហើយនៅក្នុងអំឡុងពេលដែលគាត់កំពុងតែធ្វើឲ្យយើងហ្នឹងយើងអាចមកអង្គុយលេងសិនបានចាំគាត់ធ្វើយកមកឲ្យអញ្ចឹងណាមុននឹងទៅអង្គុយចាកាច់រៀងមួយផ្លែតសិនដោយសាររៀងឥឡូវរៀងឡើងគីឡូទៅយើងថតទុកមើលអញ្ចឹងណាហើយលោតិចទៀតឡើងយើងនឹងហើយសបោអ្នកឆ្ងល់មែនតើថាម៉េចបានឡើងគីឡូឆ្ងល់អីទេអ្នកនរគ្នាធម្មតាទេតែមានលុយចាយសប្បាយចិត្តគឺឡើងគីឡូអញ្ចឹងហើយបើអង្គុយអត់មានអីលេងទេក៏មើលស្លឹកឈើជ្រុះក៏បានដែរអ្នកនរគ្នាគ្រាន់តែអង្គុយមើលស្លឹកឈើជ្រុះហ្នឹងក៏សប្បាយដែរសំខាន់នៅកន្លែងហ្នឹងស្ងប់ស្ងាត់ហើយអត់មានបាសចាក់រំខានអីទេហើយនេះ passion ទៅដោះគោខ្ញុំគឺរួចរាល់ហើយសំខាន់ logo ជាមួយនឹងកញ្ចក់នឹងស៊ីគ្នាហ្មងកាហ្វេ I latte យើងក៏ហើយដែរនិយាយពីបរិយាកាសវិញដូចខ្ញុំបានរៀបរាប់អញ្ចឹងអ្នកនរគ្នាគឺស្អាតត្រជាក់ស្រួលហើយ fresh សាហាវឥឡូវយើងមកនិយាយអំពីរសជាតិ drink គាត់វិញមុននឹងបានចូលសាកហ្នឹងខ្ញុំគិតថាកន្លែងលក់កាហ្វេតាមមាត់ស្ទឹងហ្នឹងប្រហែលជាគ្រាន់តែលក់ដើម្បីមានកន្លែងអង្គុយមើលទេសភាពមើលអីសម្រាប់រសជាតិវិញគឺល្មមឬក៏រសជាតិអត់សូវឆ្ងាញ់អីអញ្ចឹងណាជាពិសេសសម្រាប់អ្នកដែលគាត់ផឹកកាហ្វេប្រហែលជាគាត់គិតថាប្រហែលជាកាហ្វេអត់សូវឆ្ងាញ់ដូចជាកាហ្វេនៅតាមហាងកាហ្វេម៉ាស៊ីនអីទេបន្ទាប់ពីបានភ្លក់រសជាតិ drink របស់គាត់ហើយគឺខ្ញុំគិតខុសទាំងស្រុងហ្មងអ្នកនរគ្នាដោយ passion ទឹកដោះគោដែលខ្ញុំបានផឹកនេះណាអ្នកនរគ្នាគឺក្លិនឡើងឈ្ងុយហើយរសជាតិគាត់គឺស្រាលល្មមសម្រាប់ស្ករគឺយើងអាចកំងបានទេយើងអាចកំង10 20 30 50អីអញ្ចឹងណាប៉ុន្តែសម្រាប់រសជាតិគឺឈ្ងុយអា passion ស្រស់ៗហ្នឹងគឺឆ្ងាញ់ខ្លាំងមែនតើសម្រាប់កាហ្វេ I latte ហ្នឹងក៏រសជាតិឆ្ងាញ់ដែរអ្នកគ្នានិយាយទៅអ្នកដែលចូលចិត្តផឹកកាហ្វេអ្នកញៀនកាហ្វេអីដាក់ទៅគឺដឹងតែត្រូវនិយាយចំទៅរសជាតិគេគឺអត់ចាញ់ហាងម៉ាទេអ្នកគ្នារសជាតិគេគឺឆ្ងាញ់ហើយទទួលយកបាននិយាយទៅខ្ញុំរ៉េតឲ្យ9 លើ 10 ហ្មងចេះរ៉េតទៀតឡើយខ្ញុំនិយាយមែនអ្នកគ្នាគ្មានកន្លែងដើរលេងណាសប្បាយនឹងស្រួលរស់នៅជាងសៀមរាបទៀតទេបរិយាកាសល្អសង្គមរស់នៅក៏ល្អសំខាន់មនុស្សនៅសៀមរាបគឺសុទ្ធតែរស់រីរាក់ទាក់ទៀតបើនិយាយពីតំបន់ទេសចរចាអត់មានកន្លែងណាចាក់កទេគឺលក់តាមសមរម្យអ្នកលក់ដូរនៅនេះគឺរស់រីរាក់ទាក់ហ្មងសំខាន់គឺតម្លៃនឹងហ្មងអ្នកគ្នាតម្លៃគឺធូរថ្លៃឯងបើមិនធូរថ្លៃក៏សមរម្យដែរចង់រកកន្លែងស៊ីវិល័យក៏មានចង់រកកន្លែងដែលបែបសាមញ្ញស្រុកស្រែក៏មានបាច់ទៅមើលណាឆ្ងាយក៏បានដែរអ្នកគ្នាមើលកន្លែងនេះខ្ញុំផឹកកាហ្វេនៅមាត់ស្ទឹងហ្នឹងគឺសាមញ្ញទេហើយតម្លៃធូរថ្លៃទៀតចង់ផឹកកាហ្វេមួយកែវហើយអង្គុយដល់យប់ដល់ល្ងាចក៏បានដែរនិយាយទៅអត់មានណាគេថាអីទេអ្នកគ្នាអញ្ចឹងពេលមកលេងស៊ីមរៀបអត់ខ្វះកន្លែងដើរទេអ្នកគ្នាកន្លែងថ្មីគេគឺមានរងថ្ងៃហ្មងចង់បដូររសជាតិកាហ្វេអីកុំភ្លេចមកកាហ្វេនៅតាមមាត់ស្ទឹងហ្នឹងអ្នកគ្នាកាហ្វេម៉ាស៊ីនក៏មានកាហ្វេ slow bar ក៏មានដែរ